ឯម៉ាសុំនិយាយដើមមីងម្នាក់គាត់តែមកខ្ញុំថាឲ្យខ្ញុំហ្នឹងទទួលខុសត្រូវលើកូនគាត់តែវីដេអូខ្ញុំនិយាយរឿងផ្លែតរ៉េគាត់ថាកូនគាត់យំនោះយំតែគាត់ដប់កូនគាត់ជិះតាមផ្លូវហើយឃើញផ្លែអញ្ចេកហ្នឹងថាផ្លែតរ៉េអូននោះស្រែកផងយំផងថាម៉ែអាហ្នឹងហើយផ្លែតរ៉េឃើញចៅអេម៉ាគាត់ផុសថាផ្លែតរ៉េពេលមីងគាត់ថាមិនមែនទេអាហ្នឹងផ្លែអញ្ចេកអូននៅស្រែកថាតរ៉េគឺតរ៉េហើយបើខ្ញុំឃើញគាត់និយាយថាផ្លែតរ៉េប៉ុណ្ណាណីនេះមកដល់ផ្ទះវិញក៏អត់អស់ចិត្តដែរនៅតែដេញម៉ែហ្នឹងឲ្យទៅបេះផ្លែហ្នឹងយកមកផ្ទះខ្ញុំស្ដាប់ហើយរឿងអស់សំណោចដែរឥឡូវខ្ញុំត្រូវធ្វើម៉េចនេះចេញវីដេអូហ្នឹងប្រាប់វិញថាហ្នឹងមិនមែនផ្លែតរ៉េទេកុំជឿមីអូនមីងខ្ញុំហ្នឹងក៏អញ្ចឹងដែរគ្នាគិតថាផ្លែតរ៉េហើយបេះឲ្យទៅអូយហត់ណាស់និយាយមែនចេញវីដេអូលេងសោះហ្នឹងទោះដល់កូនគាត់ឃើញទៀតក្មេងៗមានដឹងណាអ្នកទាំងអស់គ្នាគិតថាផ្លែតរ៉េមែនតែដូចចែអេម៉ាថតនៅក្នុងវីដេអូហើយម៉ែគាត់នេះចេះនិយាយថាអូយកុំជឿសំដែងសោះហ្នឹងទៅជឿដែរអូនវាមានខ្វល់អីសំខាន់វាថាអាហ្នឹងតរ៉េវានៅតែតរ៉េខ្ញុំប្រាប់ថាឲ្យម៉ែទៅបេះឲ្យគាត់អត់បេះយំផងអីផងអើយ